កសិករខេត្តត្បូងឃ្មុំចាប់ផ្ដើមប្រមូលផលទុរេនលក់ចូលទីផ្សារហើយនៅដើមខែមិថុនាឆ្នាំ2025នេះកសិករនៅខេត្តត្បូងឃ្មុំបានចាប់ផ្ដើមប្រមូលផលទុរេន4ប្រភេទលើផ្ទៃដីប្រមាណជា 1000 ហិកតាដោយទទួលបានទិន្នផលជាមធ្យម15តោនក្នុង1ហិកតាកសិករបានលើកឡើងថាទុរេនឆ្នាំនេះឲ្យទិន្នផលខ្ពស់តម្លៃលក់សម្រាប់1គីឡូក្រាមពី 14,000 រៀលទៅ 16,000 រៀលជាពិសេសទុរេនមានគុណភាពល្អសុវត្ថិភាពគ្មានសារធាតុគីមីនិងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់លោកហេងទូចអាយុ46ឆ្នាំមកពីភូមិចន្ទូងឃុំស្រឡប់ស្រុកត្បូងឃ្មុំមានដំណាំទុរេនម៉ាន់ថងចំនួន850ដើមដាំដុះលើផ្ទៃដី6ហិកតាដោយគាត់រំពឹងថានឹងទទួលបានទិន្នផលប្រមាណជា80តោននៅក្នុងឆ្នាំនេះលោកបន្តថាក្នុងមួយថ្ងៃលោកអាចប្រមូលផលបាន5ទៅ6តោនហើយលក់បោះដុំក្នុងតម្លៃ 14,000 រៀលក្នុង1គីឡូក្រាមនិង 16,000 រៀលក្នុង1គីឡូក្រាមសម្រាប់អ្នកទិញរាយហើយការប្រមូលផលនេះគឺអាចប្រមូលបានប្រហែលជា15ថ្ងៃតែប៉ុណ្ណោះប្រភេទទុរេនដែលគេដាំរួមមានទុរេនដូនតាទុរេនរី6ទុរេនមូសាំងឃីមនិងទុរេនម៉ាន់ថងចំណែកឯទុរេនម៉ាន់ថងជាពូជដែលឈានដល់ការប្រមូលផលចុងក្រោយគេហើយកសិករមានទីផ្សារច្បាស់លាស់ដោយមានអ្នកទិញដល់ដីចម្ការផ្ទាល់តែម្ដងហើយលក់បានទាំងក្នុងខេត្តក្រៅខេត្តនិងទីក្រុងភ្នំពេញផងដែរទុរេនទាំងនេះត្រូវបានដាំតាមបច្ចេកទេសទំនើបដោយគ្មានការប្រើប្រាស់គីមីទេត្រយងនាំសារពិតគ្រប់ទីកន្លែង